មានបងប្រុសម្នាក់គាត់សួរខ្ញុំថាចាអាអូនបើបងចង់ចាំត្រីបងគួរសង់អាងតង់ប្រភេទជ្រុងឬក៏ប្រភេទមូលសម្រាប់ចិញ្ចឹមវាសំណួរនេះគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកចូលចិត្តចិញ្ចឹមត្រីដូចខ្ញុំបើតាមបទពិសោធន៍ខ្ញុំចិញ្ចឹមត្រីក្នុងអាងតង់ជ្រុងផងហើយនិងតង់មូលផងខ្ញុំគិតថាចិញ្ចឹមត្រីក្នុងតង់មូលគឺស្រួលជាងឥឡូវខ្ញុំនិយាយពីមូលហេតុទី1ខ្ញុំចិញ្ចឹមត្រីក្នុងអាងតង់មូលងាយស្រួលចម្រោះលាមកត្រីចេញពីទឹកជាងអាងតង់ដែលមានលក្ខណៈជ្រុងមូលហេតុទី2ការចំណាយថ្លៃភ្លើងក្នុងអាងតង់ចិញ្ចឹមត្រីដែលមានរាងមូលតិចជាងក្នុងអាងតង់ចិញ្ចឹមត្រីដែលមានរាងជ្រុងហើយមូលហេតុទី3ការចិញ្ចឹមត្រីក្នុងអាងតង់ដែលមានរាងមូលគឺបានច្រើនជាងក្នុងអាងតង់ដែលមានរាងជ្រុងជាក់ស្ដែងដូចខ្ញុំចិញ្ចឹមត្រីក្នុងពាងតូចនេះមួយពាងតូចនេះខ្ញុំដាក់ត្រីបានជិត400ក្បាលចំណែកឯអាងតង់ចំត្រីអាធំខ្ញុំមិញហ្នឹងខ្ញុំដាក់បានតា2000ក្បាលជាងឯងបើប្រៀបធៀបដងស៊ីតេចំត្រីគឺខុសគ្នាដូចមេឃនឹងដីអញ្ចឹងតើមតិយោបល់ខ្ញុំបងប្អូនគិតថាខ្ញុំនិយាយត្រូវឬខុសជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងអរគុណច្រើន